បាទសួស្តីទាំងអស់គ្នាអញ្ចឹងព្រឹកនេះខ្ញុំមានព័ត៌មានមួយចំនួនពាក់ព័ន្ធជាមួយនឹងស្ថានភាពព្រំដែនរវាងកម្ពុជាថៃបាទអញ្ចឹងលោកខុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាគឺគាត់ទៅបានចេញសារមួយទៅវែងនៅក្នុង Facebook Page របស់គាត់បាទអញ្ចឹងសារនេះវែងគាត់ទៅនិយាយរៀបរាប់អំពីបញ្ហាព្រំដែនរវាងកម្ពុជានិងថៃបាទអញ្ចឹងនៅក្នុងចំណុចនេះមួយនៃសាររបស់គាត់ហ្នឹងគឺយើងមានចំណុចសំខាន់មួយដែលគាត់និយាយពាក់ព័ន្ធជាមួយនឹងការឈប់បាញ់ភ្លាមនៅនឹងកន្លែងបាទអញ្ចឹងតាមអត្ថន័យរបស់គាត់ពាក្យនេះគឺមានន័យថាកងកម្លាំងទាំងសងខាងត្រូវអនុវត្តបទឈប់បាញ់នេះដោយរក្សាកម្លាំងនៅតាមទីតាំងឈរជើងរបស់ខ្លួននៅម៉ោងនៃការចាប់ផ្ដើមអនុវត្តបទឈប់បាញ់ក្នុងន័យនេះខ្ញុំប្រកាសណាខ្ញុំទូលព្រះបង្គំសូមសង្កត់ធ្ងន់ថាការរក្សាកងកម្លាំងឈរជើងនៅតាមទីតាំងជាក់ស្ដែងនានានៅម៉ោងនៃការឈប់បាញ់ផ្ដើមអនុវត្តបទឈប់បាញ់នេះគឺត្រូវទទួលស្គាល់ជាផ្លូវការដោយភាគីទាំងសងខាងមិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយដែលចំណុចនេះត្រូវបានរដ្ឋាភិបាលទាមទាររកកំណត់ច្បាស់នៅក្នុងសេចក្តីប្រកាសរួមកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែន JBC រវាងប្រជាជនកម្ពុជានិងប្រជាជនថៃដែលចុះនៅថ្ងៃទី27ខែធ្នូឆ្នាំ2025ប្រការនេះបញ្ជាក់ច្បាស់ថាព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃនៅតែត្រូវកំណត់ដោយសន្ធិសញ្ញានិងអនុសញ្ញាដែលមានស្រាប់ហើយកម្ពុជានៅតែរក្សាពេញលេញនៅសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងថៃអនុលោមតាមច្បាប់អន្តរជាតិសន្ធិសញ្ញាអនុសញ្ញានិងយន្តការទ្វេភាគីទាំងឡាយបាទអញ្ចឹងចំណុចដែលគាត់លើកឡើងនេះជាចំណុចសំខាន់ដែលប្រជាជនកម្ពុជាយើងគឺចាប់អារម្មណ៍ខ្លាំងបាទអញ្ចឹងសម្រាប់ភាគីខាងកម្ពុជាយើងគឺតែងតែគោរពច្បាប់យន្តការឬក៏សន្ធិសញ្ញាអីនេះបាទក៏ប៉ុន្តែភាគីថៃគឺគាត់នៅតែមិនព្រមធ្វើតាមយន្តការនិងសន្ធិសញ្ញាទាំងអស់ហ្នឹងបាទអញ្ចឹងនេះគឺជាប្រសាសន៍មួយចំណុចតូចនៃប្រសាសន៍របស់សម្ដេចដែលគាត់បានលើកឡើងណាអ្នកទាំងអស់គ្នាអាចចូលទៅអាននៅក្នុង Facebook Page របស់គាត់ក៏បានដែរដោយសារខ្ញុំដកតែយកចំណុចសំខាន់ដែលខ្ញុំគិតថាវាគួរចាប់អារម្មណ៍យកមកប្រាប់អ្នកគ្នាណាបាទអញ្ចឹងព័ត៌មានទី2គឺពាក់ព័ន្ធជាមួយនឹងកិច្ចប្រជុំ JBC បាទអញ្ចឹងខាងភាគីកម្ពុជាយើងបានផ្ញើលិខិតផ្លូវការមួយទៅកាន់ភាគីថៃបាទអំពីកិច្ចប្រជុំនេះបាទអញ្ចឹងយើងមាន3ចំណុចដែលក្នុងលិខិតផ្ញើទៅកាន់ភាគីថៃបាទអញ្ចឹងទី1បន្តចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្នលើដីជាក់ស្ដែងនៅចន្លោះបង្គោលព្រំដែនលេខ42និង47នៅក្នុងភូមិសាស្ត្រភូមិជោគជ័យភូមិព្រៃច័ន្ទភូមិអូ3ជាន់ភូមិអូជ្រៅខេត្តបន្ទាយមានជ័យនិងនៅចន្លោះព្រំបង្គោលព្រំដែនលេខ52ដល់59ក្នុងភូមិសាស្ត្រឃុំបឹងរាំងនិងឃុំកំរៀងស្រុកកំរៀងខេត្តបាត់ដំបងទី2ពិភាក្សាអំពីការចុះវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្នលើដីជាក់ស្ដែងនៅតំបន់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ33 37តំបន់បឹងតគួនតំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដាឃុំថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់តំបន់ព្រំដែនអូភ្លុកដំរីឃុំថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់តំបន់ព្រំដែនច1ឃុំថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់និងតំបន់ផ្សេងទៀតទី3គឺបញ្ជូនក្រុមវាស់វែងចម្រុះដើម្បីចុះអនុវត្តការងារវាស់វែងនិងខណ្ឌសីមាដីជាក់ស្ដែងនៅតំបន់ខ្សែក្បាត់ព្រំដែនបង្គោលព្រំដែនដែលបានឯកភាពគ្នាខ្សែព្រំដែនដែលតាមផ្លូវទឹកនិងព្រំដែនជាបន្តត្រង់
ដោយអនុវត្តតាមស្មារតីកំណត់នៃកិច្ចប្រជុំលើកទី6នៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជានិងថៃចុះនៅថ្ងៃទី17 ខែមិថុនាឆ្នាំ2025នៅរាជធានីភ្នំពេញបាទអញ្ចឹងនៅក្នុងលិខិតនេះគឺខាងយើងដាក់ទៅស្នើវាស់បកគោលឡើងវិញដែលយើងបានធ្វើឲ្យមករយៈពេលមុនសង្គ្រាមប្រហែលថ្ងៃនោះគឺយើងបានវាស់វែងហើយតែប្រាប់ទៅខាងថៃគាត់ឡាំប៉ារឿងអីទៅធ្វើសង្គ្រាមមកយើងឡើងវិញបាទអញ្ចឹងយើងបានផ្ញើលិខិតទៅម្ដងទៀតអញ្ចឹងទាំងអស់គ្នាមើលទៅក្នុងលិខិតដែលខាងក្រសួងរបស់យើងផ្ញើទៅនេះគឺសិតតែជាតំបន់ក្តៅដែលប្រហែលចង់កន្លះខែនេះយើងធ្វើសង្គ្រាមជាមួយនឹងសៀមនេះគឺសិតតែតំបន់ក្តៅដែលខាងថៃគេទាមទារចង់បានទាំងអស់ណាបាទអញ្ចឹងនេះគឺជាខាងកម្ពុជាយើងបានផ្ញើចេញទៅបាទអញ្ចឹងយើងចាំមើលខាងភាគីថៃវិញគេមានការឆ្លើយតបយ៉ាងម៉េចដែរណាបើសិនជាមានខ្ញុំនឹងបញ្ជូនព័ត៌មានមកឲ្យបាទហើយ